ngày nay dương riêng mấy riêng สำคัญ មួយទៀត គឺ មេរៀន some ហើយ និង any អញ្ចឹង ទោះបីយ៉ាងណា មេរៀននេះ នៅ ក្នុង កម្រិត intermediate ហើយ សិស្ស នៅ តែ មាន ការ ច្រឡំ រវាង ការ ប្រើ some ហើយ និង any អញ្ចឹង យើង រៀន រំលឹក ឲ្យ ច្បាស់ នៅ ត្រង់នេះ តើ some ប្រើ នៅ ពេលណា any ប្រើ នៅ ពេលណា យើង ដឹង ជា ទូទៅ ថា យើង ប្រើ some នៅ ក្នុង ប្រយោគ ស្រប negative sentence យើង ប្រើ any វិញ យើង មើល ឧទាហរណ៍ យើង មើល សេចក្តី ពន្យល់ នៅ ត្រង់នេះ អញ្ចឹង យើង ស្វែងយល់ អំពី some ហើយ និង any ហ្នឹង In general we use some ដូចជា somebody someone something ជាដើមហ្នឹង in positive sentences ហ្នឹង ដែល ត្រូវ ចាំ ប្រើ ក្នុង ប្រយោគ ស្រប any ដូចជា anybody anyone anything ជាដើមហ្នឹង នៅ ក្នុង negative sentences យើង មើល ឧទាហរណ៍ នេះ ចំពោះ ការ ប្រើ ពាក្យ some we bought some flowers អញ្ចឹង ប្រយោគ we bought some flowers ជា ប្រយោគ ស្រប អញ្ចឹង យើង ប្រើ some យើង ទិញ ផ្កា មួយ ចំនួន he's busy he has some work to do គាត់ រវល់ គាត់ មាន កិច្ចការ ខ្លះ ត្រូវ ធ្វើ អញ្ចឹង ជា ប្រយោគ ស្រប ដែរ there's somebody at the door មាន នរណា ម្នាក់ នៅ ទ្វារ នៅ ក្បែរ ទ្វារ អញ្ចឹង ជា ប្រយោគ ស្រប ដែរ I want something to eat ខ្ញុំ ត្រូវការ អ្វី មួយយ៉ាង យក មក ញ៉ាំ ត្រូវការ ញ៉ាំ អី មួយយ៉ាង ត្រូវការ អាហារ ដល់ ពេល any វិញ យើង ថា we didn't buy any flowers មាន ន័យ ថា didn't គឺ តំណាង ឲ្យ ប្រយោគ បដិសេធ អញ្ចឹង យើង ប្រើ any យើង អាច និយាយ ថា we didn't buy some flowers បាន ទេ នឹង ជា ក្បួន វេយ្យាករណ៍ គឺ អញ្ចឹង ប្រយោគ មួយទៀត he's lazy គឺ គាត់ ខ្ជិល ណា he never does any work គាត់ មិន ដែល ធ្វើ កិច្ចការ អ្វី មួយ ទេ អត់ ទេ តើ វា អវិជ្ជមាន វា negative sentence មិន ទៅ គឺ វា មាន ពាក្យ ថា never គឺ មិន ដែល ធ្វើ វា មាន ន័យ អវិជ្ជមាន យើង ប្រើ auxiliary verb ដូចជា didn't មក ក៏ បញ្ជាក់ ថា វា negative ប្រើ never បែប នេះ ក៏ បញ្ជាក់ ថា វា អវិជ្ជមាន ប្រយោគ អវិជ្ជមាន ប្រយោគ បដិសេធ ប្រយោគ negative sentence ហើយ ប្រយោគ ថា there isn't anybody at the door គឺ គ្មាន នរណា ម្នាក់ នៅ ក្បែរ ទ្វារ ទេ អត់ មាន ណា ឈរ នៅ នឹង ទេ អញ្ចឹង វា ជា ប្រយោគ បដិសេធ យើង អត់ អាច ថា there isn't somebody at the door ជា កំហុស ដែល ជា ទូទៅ សិស្ស ខ្មែរ យើង អាច នឹង មាន ការ ខុសឆ្គង ក្នុង ការ ប្រើប្រាស់ គឺ កន្លែង ហ្នឹង I don't want anything to eat ខ្ញុំ មិន ត្រូវការ អ្វី មួយ យក មក ញ៉ាំ ទេ មិន ត្រូវការ អី ទាំង អស់ គឺ អត់ ត្រូវការ ខ្ញុំ មិន ចង់ ញ៉ាំ អី ទេ ចឹង យើង ឃើញ ភាព ច្បាស់លាស់ នៅ ត្រង់ នេះ ហើយ គឺ ថា negative sentence យើង ប្រើ any positive sentence យើង ប្រើ some ហើយ some នោះ វា បង្កប់ ខ្លួន នៅ ក្នុង ពាក្យ ច្រើន someone somebody something ចឹង ទៅ any ក៏ ដូច គ្នា ដែរ មាន anybody anything anyone អី ចឹង ទៅ តទៅ ទៀត គឺ we use any in the following sentences because the meaning is negative យើង ប្រើ ប្រយោគ យើង ប្រើ any នៅ ក្នុង ប្រយោគ ទាំង ឡាយ ដូច ខាង ក្រោម ដោយសារ វា មាន ន័យ អវិជ្ជមាន វា ជា negative sentence គឺ ក្នុង ន័យ ថា she went out without any money នាង ទៅ ដើរ លេង ឬ ក៏ ទៅ ក្រៅ ផ្ទះ ហ្នឹង ដោយ គ្មាន លុយ ជាប់ នឹង ខ្លួន សោះ អត់ មាន លុយ ទេ without any money យើង អត់ ថា she went out without some money ទេ កុំ និយាយ ចឹង គឺ she went out without any money មាន ន័យ ថា she didn't take any money with her ក៏ បាន យក លុយ ទៅ ទេ អា ហ្នឹង ប្រយោគ មួយ ដែល មាន ន័យ ថា ប្រយោគ ដែល មាន អត្ថន័យ បង្កប់ អត្ថន័យ អវិជ្ជមាន he refused to eat anything គាត់ បដិសេធ មិន ញ៉ាំ អី សោះ ចឹង កុំ ថា he refused to eat something មិន បាច់ ទេ គឺ he refused to eat anything គាត់ បដិសេធ មិន ញ៉ាំ អ្វី តទៅ សោះ គឺ មាន ន័យ ថា he didn't eat anything គាត់ មិន បាន ញ៉ាំ អី សោះ it's a very easy exam hardly anybody fails ដោយសារ តែ ការ ប្រឡង នោះ វា ស្រួល ពេក វិញ្ញាសា ងាយ ស្រួល ធ្វើ អញ្ចឹង ហើយ កម្រ មាន នរណា ម្នាក់ ប្រឡង ធ្លាក់ ណាស់ សុទ្ធ តែ ជាប់ hardly anybody fails មាន ន័យ ថា almost nobody fails ស្ទើរ តែ គ្មាន នរណា ធ្លាក់ ទេ ជាប់ ទាំង អស់ សេចក្តី បញ្យល់ បន្ត ទៅ ទៀត នេះ គឺ we use both some ហើយ និង any in questions ចំពោះ ប្រយោគ សំណួរ ភាគច្រើន យើង ដឹង តែ ប្រើ any ប៉ុន្តែ កលៈទេសៈ ខ្លះ ក៏ ប្រើ some ដែរ we use some somebody something to talk about a person or thing that we know exist ឬក៏ we think exist ដូចជា ថា are you waiting for somebody តើ អ្នក កំពុង ចាំ នរណា ម្នាក់ ទេ កំពុង ចាំ អ្នក ណា មែន ទេ
មានន័យថាក្នុងពេលដែលយើងសួរហ្នឹងគឺយើងគិតថា you are waiting for somebody យើងគិតថាអញ្ចឹងប្រយោគមួយទៀតកលៈទេសៈមួយទៀត we use some in questions when we ask for or refers or offer things យើងសំណូមពរអ្វីមួយឬក៏យើងផ្ដល់ជាជំនួយអីមួយ Can I have some sugar please ដូចជាថាតើខ្ញុំសុំស្ករខ្លះបានទេ Can I have some sugar please អានេះយើងស្នើសុំហើយយើង ask for something គឺ there is probably some sugar that I can have គឺយើងគិតថាប្រហែលជាអាចគេឲ្យគេផ្ដល់ស្ករឲ្យយើងបានយើងយកមកដាក់ក្នុងម្ហូបដាក់ក្នុងអីចឹងទៅ Would you like something to eat យើងសួរគេយើងសួរនេះយើងមិនមែនសុំទេគឺយើង offer ទៅវិញយើងគិតថាយើងអាចផ្ដល់អីឲ្យគេបាន Would you like something to eat តើអ្នកចង់ញ៉ាំអីទេចឹងយើងប្រើ something យើងគិតថា there is something to eat but in most questions we use any ដូចនិយាយខាងដើមមិញថាភាគច្រើនយើងប្រើ any ប៉ុន្តែប្រយោគសំណួរខ្លះយើងប្រើ some ខ្លះដែរដូចឧទាហរណ៍ខាងលើរួចទៅហើយ we do not know if the thing or person exists ក្នុងករណីនេះយើងអត់ដឹងទេថាតើរបស់នឹងមានទេមានអត្ថិភាពលើโลกនេះទេយើងអត់ដឹងឧទាហរណ៍ do you have any luggage តើឯងមានអីវ៉ាន់ខ្លះទេក្នុងករណីនេះយើងអត់ដឹង maybe you have maybe not មែនទេមិនដឹងថាឯងមានអីវ៉ាន់ខ្លះឬក៏មិនមានទេអត់ដឹងយើងសួរថា do you have any luggage មានអីវ៉ាន់ខ្លះទេសំណួរមួយទៀតថា is there anybody in the house តើមាននរណានៅក្នុងផ្ទះទេយើងអត់ដឹងថាតើមានឬមិនមានដូច្នេះយើងសួរសំណួរហ្នឹងចំពោះចំណុច C នេះយើងប្រើ if បូកនឹង any ដូចជាថា let me know if you need anything ប្រាប់ខ្ញុំផងបើសិនជាអ្នកឯងត្រូវការអ្វីមួយ if anyone has any questions I'll be pleased to answer them បើនរណាម្នាក់មានសំណួរណាមួយសួរខ្ញុំមកខ្ញុំនឹងសប្បាយចិត្តក្នុងការឆ្លើយ The following sentences have the idea of if ប្រយោគខាងក្រោមហ្នឹងគឺមានន័យមានបង្កប់ពាក្យថា if នៅក្នុងហ្នឹងដែរដូចជាថា I'm sorry for any trouble I've caused សូមអធិស្ឋានសូមទោសបើសិនបើមានបញ្ហាណាមួយដែលខ្ញុំបានបង្កើតឡើងបើសិនបើខ្ញុំប្រព្រឹត្តអ្វីខុសមានន័យថា if I have caused any trouble ខ្ញុំសូមទោសបើសិនបើខ្ញុំប្រព្រឹត្តអីខុសអញ្ចឹងវាមានពាក្យ if ថាបើសិនបើនៅក្នុងហ្នឹងទោះបីជាមិនឃើញពាក្យ if នៅក្នុងប្រយោគមែនប៉ុន្តែអត្ថន័យវាបង្កប់ថាប្រសិនបើដែរ The police want to speak to anyone who saw the accident ប៉ូលីសហ្នឹងចង់ជជែកជាមួយនរណាមួយក៏ដោយដែលឃើញឧបទ្ទហេតុហ្នឹងកើតឡើងបើសិនបើមាននរណាម្នាក់ដឹងរឿងហ្នឹងអញ្ចឹងប៉ូលីសគាត់ចង់ជួបជនហ្នឹងអញ្ចឹងនរណាក៏ដោយដែលដឹងរឿងហ្នឹងដែលឃើញរឿងហ្នឹងបន្តទៅទៀត we use any with the meaning it doesn't matter which នេះសំខាន់ណាថ្នាក់ខ្ពស់ទៅយើងប្រើក្នុងន័យហ្នឹង any មានន័យថាវាមិនសំខាន់ថាមួយណាទេមួយណាក៏បានដែរមានន័យចឹងដូចជាថា you can take any bus ឯងអាចជិះឡានក្រុងមួយណាក៏បាន they all go to the center ឡានក្រុងទាំងអស់នោះសុទ្ធតែអាចទៅកណ្ដាលក្រុងទាំងអស់ទៅបានអញ្ចឹងឡានណាក៏ដូចតែឡានណាជិះបានទាំងអស់វាអត់បញ្ហាទេ It doesn't matter which bus you take មិនសំខាន់ថាឡានណាយើងជិះទេជិះទៅដល់កណ្ដាលក្រុងដូចគ្នាអញ្ចឹងមួយណាក៏បាន any មួយណាក៏បានបន្តមកទៀត come and see me anytime you want កុំភ្លេចមកលេងខ្ញុំផងពេលណាក៏ដោយដែលឯងចង់មកអញ្ចឹងពេលណាក៏បានមិនប្រកាន់ទេ We use anybody anyone anything anywhere in the same way ដូចគ្នាដែរដូចជាថា we forgot to lock the door anybody could have come in យើងភ្លេចបិទទ្វារបាត់ទៅហើយអញ្ចឹងនរណាម្នាក់ក៏ដោយក៏អាចចូលមកបានដែរអញ្ចឹងនរណាម្នាក់ក៏អាចចូលមកបានដែរអញ្ចឹង anybody anyone anything anywhere យើងប្រើក្នុងន័យដូចគ្នានឹង any ដែលថា it doesn't matter which នឹងឯងដូចគ្នាពីព្រោះថាតើមិនបើកទ្វារមិនបិទទ្វារហើយក្មេងក៏ចូលមកបានចាស់ក៏ចូលមកបានចៅក៏ចូលមកបានមនុស្សល្អក៏ចូលមកបាននរណាម្នាក់ក៏អាចចូលមកកើតដែរព្រោះយើងភ្លេចបិទទ្វារហ្នឹងអញ្ចឹងអត្ថន័យដូចឥឡូវដែរយើងមើល compare រវាង some និង any ដូចជា A និង B ក៏ឆ្លើយឆ្លងគ្នាថា I'm hungry I want something to eat អូខ្ញុំហេវខ្ញុំចង់ញ៉ាំអីមួយយ៉ាងអញ្ចឹងយើងប្រើ positive sentence ទៅ B សួរតថា what would you like ចង់ញ៉ាំអី A ថា I don't mind anything ខ្ញុំអត់ប្រកាន់ទេអីក៏បានឲ្យតែញ៉ាំកើត It doesn't matter what អញ្ចឹង anything មានន័យថា any type of food មែនទេម្ហូបអាហារបែបណាក៏បានឲ្យតែញ៉ាំកើតអញ្ចឹងក៏អត់ប្រកាន់ដែរ
ទៅ B ថា let's go out somewhere តោះទៅកន្លែងណាមួយដើម្បីដើរលេងអីចឹងទៅ A សួរតថា where shall we go យើងគួរទៅណា B ថា anywhere ទៅណាក៏បាន I just want to go out ឲ្យតែបានទៅក្រៅខ្ញុំចង់ទៅទាំងអស់ទៅណាក៏ទៅ anywhere ចឹងអត់ប្រកាន់ទេចុងក្រោយ somebody someone anybody anyone គឺ singular word កន្លែងនេះដែលសិស្សច្រើនណាស់នៅតែច្រឡំដូចជាថា someone is here to see you មាននរណាម្នាក់កំពុងតែនៅចាំអ្នកចង់ជួបអ្នកមាននរណាម្នាក់នៅទីនេះរងចាំជួបអ្នកអញ្ចឹងអត់មែនថា someone are here ទេគឺ is here ព្រោះវាជា singular word ចំណុចនេះពិបាកចំណាំមិនមែនពិបាកចាំទេគឺថាងាយនឹងច្រឡំព្រោះយើងយល់ថាហាក់ដូចជាច្រើនព្រោះឃើញពាក្យ someone ហាក់ដូចជាមនុស្សច្រើនហាក់ដូចជាពាក្យហ្នឹង plural វាជា singular word ទេដូចជា but we use they them their after this word តែយើងបែរជាប្រើ them they ហើយនិង their នៅក្រោយពាក្យទាំងអស់នេះទៅវិញដូចជាថា someone has forgotten their umbrella នរណាម្នាក់ភ្លេចឆ័ត្ររបស់គេហើយគឺរបស់ជនហ្នឹងប៉ុន្តែយើងប្រើ their មានន័យថា his umbrella ឬក៏ her umbrella ជនណាម្នាក់ហើយ if anybody wants to leave early they can បើនរណាម្នាក់ចង់ចេញទៅលឿនគេអាចចេញបានជននោះអាចចេញបានមានន័យថា he can ឬក៏ she can leave early អញ្ចឹងសរុបមក some និង any នេះគឺសង្ខេបខ្លីតែប៉ុណ្ណេះយើងនឹងជួបគ្នានៅមេរៀនបន្ត